ធ្វើខត្រីរៀលបងប្អូនចាខែនេះគឺសម្បូរត្រីរៀលមែនតើអញ្ចឹងត្រីរៀលខែនេះគឺឆ្ងាញ់ណាបងប្អូនពីព្រោះខែហ្នឹងត្រីរៀលគឺវាមានខ្លាញ់ច្រើនអញ្ចឹងហើយតម្លៃក៏សមរម្យដែរបងប្អូនចាអញ្ចឹងព្រឹកមិញយើងទៅផ្សារយើងទិញបានត្រីរៀល1គីឡូកន្លះអញ្ចឹងណាអញ្ចឹងក៏នឹកឃើញថាខត្រីរៀលទុកយ៉ាងពណ៌សក៏ឆ្ងាញ់ដែរបងប្អូនចាអញ្ចឹងខ្ញុំទៅផ្សារឃើញត្រីល្អអញ្ចឹងក៏យកមកធ្វើខអញ្ចឹងណាបងប្អូនអញ្ចឹងគឺដំបូងនេះខ្ញុំលាងត្រីឲ្យស្អាតរួចហើយយើងប្រឡាក់សិនណាបងប្អូនចាបើសិនយើងប្រឡាក់អញ្ចឹងទៅដើម្បីឲ្យសាច់ត្រីរបស់យើងហ្នឹងរឹងណាហើយឆ្ងាញ់ពេលយើងខយើងទុកបានយូរសាច់ត្រីអត់ហើមទេណាបងប្អូនចាអញ្ចឹងខ្ញុំប្រឡាក់ជាមួយនឹងអំបិលហើយប៊ីចេងហើយយើងថែមស្ករទីណាបងប្អូនចាអញ្ចឹងខ្ញុំប្រឡាក់ឲ្យចូលជាតិមកឆ្ងាញ់តែម្ដងអញ្ចឹងណាប៉ុន្តែអត់ទាន់ដាក់ផ្អែមខ្លាំងទេបងប្អូនពួកយើងត្រូវការឲ្យសាច់ត្រីរឹងជាមួយនឹងអំបិលហើយនឹងប៊ីចេងយើងសិនណាអញ្ចឹងខ្ញុំប្រឡាក់ត្រីហ្នឹងទុកប្រហែលជា30នាទីណាបងប្អូនចាអញ្ចឹងអំឡុងពេលយើងប្រឡាក់ត្រីទុកហ្នឹងគឺវារយៈពេល30នាទីគឺយើងបានយកត្រីហ្នឹងមករៀបដាក់ក្នុងឆ្នាំងដើម្បីទុកខណាបងប្អូនចាអញ្ចឹងទម្លាប់របស់នាងខ្ញុំនៅពេលដែលខត្រីគឺតែងតែតម្រៀបត្រីបែបនេះបងប្អូនចាយើងតម្រៀបអញ្ចឹងរហូតដល់អស់ត្រីណាអញ្ចឹងរបៀបត្រៀបត្រីហ្នឹងគឺតាមទម្លាប់ខ្ញុំរៀបបច្ច្រាក្បាលបច្ច្រាកតុយគ្នាអញ្ចឹងណាមានន័យថាផ្ទុយគ្នាណាបងប្អូនចាអញ្ចឹងងាយស្រួលនៅពេលដែលយើងដួសត្រីខយកមកញ៉ាំគឺយើងដួសអត់ឲ្យបែកសាច់ត្រីហើយក៏ពិបាកដួសហើយគឺយើងដួសមកស្ទាប់លើអញ្ចឹងណាបងប្អូនយើងរៀបបច្ច្រាគ្នាអញ្ចឹងដោយសារងាយស្រួលយើងដួសសាច់ត្រីហ្នឹងគឺវាអត់ពិបាកក្នុងការដួសទេអញ្ចឹងយើងរៀបបច្ច្រាគ្នាផ្ទុយគ្នាអញ្ចឹងស្រួលក្នុងការដួសណាបងប្អូនចាអញ្ចឹងគឺយើងរៀបត្រីដាក់ក្នុងឆ្នាំងអញ្ចឹងតអស់ណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងរៀបត្រីបានស្អាតហើយគឺនាងខ្ញុំធ្វើការថែមម្រេចបន្តិចទៀតណាបងប្អូនចាចឹងខត្រីគឺនាងខ្ញុំចូលចិត្តដាក់ម្រេចរៀងច្រើនព្រោះឈ្ងុយហើយកាត់ក្លិនឆ្អាបទៀតណាបងប្អូនចាអញ្ចឹងនាងខ្ញុំថែមម្រេចកន្លះស្លាបព្រាបាយហ្នឹងចំនួន2ដងណាបងប្អូនចាចឹងយើងថែមហើយយើងលាបតិចចឹងទៅឲ្យម្រេចនឹងជាប់សាច់ត្រីឲ្យវាឈ្ងុយណាបងប្អូនចាអញ្ចឹងនេះគឺខ្ញុំថែមម្រេចអញ្ចឹងរួចហើយណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងដាក់ម្រេចរួចហើយនាងខ្ញុំដាក់បន្ថែមជាមួយនឹងទឹកស៊ីអ៊ីវខាប់ចាយើងបន្ថែមទឹកស៊ីអ៊ីវខាប់ដើម្បីបន្ថែមរសជាតិណាបងប្អូនហើយឲ្យពណ៌ខរបស់យើងណាមានពណ៌រាងក្រហមស្អាតណាចាអញ្ចឹងនេះខ្ញុំអត់ដាក់ច្រើនទេនេះខ្ញុំដាក់ម្ដងតិចចឹងណាបងប្អូន
ចាខ្ញុំដាក់មួយទឹកស៊ីអ៊ីវខាប់ហើយជា2ស្លាបព្រាបាយបងប្អូនចាតែអត់ដាក់ពេញទេពីព្រោះខ្លាចប្រៃអញ្ចឹងណាបងប្អូនចាអញ្ចឹងខ្ញុំថែមជាមួយនឹងទឹកប្រេងខ្យងតិចទៀតណាបងប្អូនចាអញ្ចឹងយើងដាក់ប្រេងខ្យងទៅឲ្យត្រីរបស់យើងខត្រីរបស់យើងហ្នឹងវាចូលជាតិឆ្ងាញ់ណាបងប្អូនចាយើងថែមទឹកប្រេងខ្យងហើយនឹងទឹកស៊ីអ៊ីវខាប់ហើយទុកម្លែកនៅក្នុងឆ្នាំងហ្នឹងណាបងប្អូនចាអញ្ចឹងឡងពេលដែលយើងទុកត្រីហ្នឹងគឺយើងទៅធ្វើសម្រាប់ខត្រីរបស់នាងខ្ញុំគឺខ្ញុំតែងតែបំពងខ្ទឹមណាបងប្អូនដើម្បីខ្ញុំចូលចិត្តខត្រីបំពងខ្ទឹមហើយដាក់ជាមួយនឹងស្ករត្នោតដើម្បីឲ្យត្រីរបស់យើងមានជាតិឈ្ងុយណាបងប្អូនហើយអត់វាជួយកាត់ឆ្អាបក្លិនរបស់ត្រីផងអញ្ចឹងណាបងប្អូនចាអញ្ចឹងឥឡូវនេះខ្ញុំមកដំខ្ទឹមដើម្បីគេច្រាំធ្វើយើងយកទៅបំពងខ្ទឹមឲ្យឈ្ងុយសិនណាបងប្អូនចាអញ្ចឹងខ្ទឹមរបស់នាងខ្ញុំដាក់ប្រហែលជា6-7កំពឹសដែរណាបងប្អូនចាចាអញ្ចឹងខ្ទឹមរបស់យើងច្រាំរួចហើយអញ្ចឹងយើងដាក់ខ្ទះហើយដាក់ប្រេងឆាចូលបន្តិចមកបងប្អូនយើងទុកឲ្យប្រេងឆារបស់យើងឡើងក្តៅបន្តិចសិនណាចាបន្ទាប់ពីប្រេងឆារបស់យើងបានក្តៅបន្តិចហើយចាំយើងដាក់ខ្ទឹមបំពងចូលណាបងប្អូនចាអាហ្នឹងហើយយើងបើកភ្លើងតិចជៀសវាងកុំឲ្យយើងប្រើភ្លើងខ្លាំងពេកវាខ្លោចខ្ទឹមបំពងរបស់យើងវាឆ្ងៀមគឺអត់ឈ្ងុយទេនៅពេលដែលយើងបំពងជាមួយនឹងភ្លើងខ្លាំងពេកណាបងប្អូនចាអញ្ចឹងនេះខ្ញុំបើកឲ្យខ្ទះយើងក្តៅបន្តិចសិនហើយយើងដាក់ខ្ទឹមយកទៅបំពងណាបងប្អូនចា
ចាអញ្ចឹងខ្ទឹមរបស់យើងបំពងបានក្រហមគ្រាន់ហើយណាបងប្អូនចាអានឹងយើងបំពងអត់បខំនេះណាចាអញ្ចឹងយើងបំពងបើភ្លើងតិចហើយនឹងខ្ញុំដាក់ជាមួយនឹងស្ករត្នោតរបស់ខ្មែរយើងណាបងប្អូនចាអញ្ចឹងពេលដែលខ្ញុំខើខ្ញុំចូលចិត្តប្រើស្ករត្នោតយកមកបំពងឲ្យឡើងជើងក្រងសិនណាបងប្អូនព្រោះស្ករត្នោតរបស់យើងគឺឈ្ងុយមែនតើណាបងប្អូនចាជាងស្ករត្នោតនេះគឺខ្ញុំរកទិញបានពីភូមិព្រះដានៅខេត្តសៀមរាបណាបងប្អូនអញ្ជើញទៅធ្វើដំណើរទៅដើរលេងនៅខេត្តសៀមរាបឈានទៅលេងភូមិព្រះដាគឺសម្បូរមែនទែនស្ករត្នោតស្ករស្រាក់អីហ្នឹងនំនេកបបខ្មែរអីហ្នឹងច្រើនមែនទែននៅភូមិព្រះដាណាបងប្អូនចាអញ្ចឹងស្ករហ្នឹងខ្ញុំទិញមកពីភូមិព្រះដាដែរណាបងប្អូនអញ្ចឹងយើងបំពងវាឡើងជើងក្រងជើងសិនមកពេលយើងបំពងឡើងជើងក្រងជើងហើយគឺយើងយកស្ករហ្នឹងមកចាក់ពីលើត្រីដែលយើងរៀបក្នុងឆ្នាំងណាបងប្អូនចាយើងចាក់អញ្ចឹងណាចាហើយយើងចាក់អញ្ចឹងបានហើយគឺយើងយកឆ្នាំងត្រីដែលសម្រាប់ខរបស់យើងទៅដាក់នៅលើភ្លើងណាបងប្អូនដាក់នៅលើភ្លើងនៅលើចង្ក្រានតែយើងបើកភ្លើងមកល្មមកុំបើកខ្លាំងពេកកុំឲ្យខ្លោចណាបងប្អូនហើយយើងដាក់រងាស់តិចចឹងណាយើងអត់ថែមទឹកទេគឺយើងដាក់រងាស់បែបហ្នឹងសិនណាពីព្រោះត្រីដែលយើងប្រឡាក់ក៏វាមានទឹកហើយយើងចាក់ខ្ទឹមបំពងជាមួយនឹងស្ករឆឹងមិញហ្នឹងយើងចាក់ពីលើត្រីទៅវាមានជាតិទឹកចេញពីត្រីណាបងប្អូនចាអញ្ចឹងយើងដាក់បាក់ភ្លើងរមិលឲ្យត្រីយើងពុះតិចចឹងណាហើយគឺយើងបន្តទុកអញ្ចឹងរហូតដល់ទឹកយើងចិត្តខាងល្មមដែរតែអត់ខ្លោចទេណាបងប្អូនចាគឺយើងដាក់ពុះរឹមចឹងរហូតទៅណាចាអញ្ចឹងយើងឃើញវាពុះប៉ុណ្្នឹងហើយនឹងខ្ញុំដាក់ជាមួយនឹងខ្ញី4ចំណិតធំទីណាបងប្អូនគឺខត្រីគឺជាទូទៅយើងត្រូវតែដាក់ខ្ញីដើម្បីកាត់ក្លិនឆ្អាបរបស់ត្រីណាបងប្អូនចាយើងដាក់ខ្ញីហើយគឺខ្ញុំថែមទឹកបន្តិចទៀតណាបងប្អូនគឺខ្ញុំអត់ហ៊ានដាក់ទឹកច្រើនតែម្ដងទេណាយើងថែមម្ដងតិចហើយយើងរំងាស់ត្រីយើងទុកឲ្យយូរឲ្យងុំអញ្ចឹងណាបងប្អូនចាយើងថែមទឹកម្ដងតិចចឹងរហូតទៅណាបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងងាស់អស់យើងយូរដែរអញ្ចឹងត្រីខរបស់យើងគឺបានប៉ុណ្នេះណាបងប្អូនអញ្ចឹងយើងរងាស់ទុកឲ្យយូរត្រីខយើងទុកកាន់តែយូរកាន់តែឆ្ងាញ់ណាបងប្អូនជាពិសេសត្រីរៀលណាយើងរងាស់ទុកឲ្យឆ្អឹងវាផុយទៅឆ្ងាញ់មែនតើបងប្អូនចាអញ្ចឹងត្រីខរបស់យើងគឺរួចរាល់ហើយណាបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់មែនតើអរគុណច្រើនបងប្អូនជំរាបលាចា